ជាតំបន់រដ្ឋបាលពិសេសរបស់ចិនម៉ាកាវធ្លាប់ស្ថិតក្រោមអាណានិគមប៉ុកទុយហ្គាល់ដល់ទៅជាង400ឆ្នាំមុននឹងប៉ុកទុយហ្គាល់ប្រគល់ម៉ាកាវទៅឲ្យចិនវិញក្នុងឆ្នាំ1999ប៉ុន្តែបណ្ដាអ្នកគាំទ្រប្រជាធិបតេយ្យម៉ាកាវមិនបានពេញចិត្តនឹងរបៀបគ្រប់គ្រងរបស់ក្រុងប៉េកាំងទេដូចជានៅហុងកុងដែរអ្នកប្រជាធិបតេយ្យម៉ាកាវបានរៀបចំការបោះឆ្នោតប្រជាមតិពីថ្ងៃអាទិត្យនេះរហូតដល់ថ្ងៃ30សីហាទាមទាររដ្ឋាភិបាលចិនឲ្យអនុញ្ញាតឲ្យមានប្រព័ន្ធបោះឆ្នោតសកលនៅម៉ាកាវប្រជាជននាំគ្នាបោះឆ្នោតតាមអ៊ីនធឺណិតឬតាមកន្លែងដែលគេរៀបចំឲ្យដោយសារគ្មានការិយាល័យត្រឹមត្រូវមូលហេតុគឺមកពីតុលាការម៉ាកាវបានហាមឃាត់ការបោះឆ្នោតនេះពេលនេះគេកំពុងចោទសួរលើការបោះឆ្នោតជ្រើសរើសមេដឹកនាំក្រុងម៉ាកាវគណៈកម្មការបោះឆ្នោតមានសមាជិក400នាក់ជាអ្នកទទួលបន្ទុកបោះឆ្នោតជ្រើសរើសអ្នកគ្រប់គ្រងម៉ាកាវប៉ុន្តែសកម្មជនគាំទ្រប្រជាធិបតេយ្យចង់ឲ្យប្រជាជនគ្រប់រូបនៅម៉ាកាវជាអ្នកបោះឆ្នោតជ្រើសរើសមេដឹកនាំផ្ទាល់គិតមកដល់ម៉ោង12ថ្ងៃត្រង់ថ្ងៃអាទិត្យនេះអ្នកបោះឆ្នោតប្រជាមតិមានប្រមាណ750នាក់សកម្មជនប្រជាធិបតេយ្យសង្ឃឹមថាក្នុងចំណោមប្រជាជនម៉ាកាវ550,000នាក់ប្រជាជន10,000នាក់នៅមកបោះឆ្នោតប្រជាមតិនេះកន្លងមករដ្ឋាភិបាលចិនបានយល់ព្រមឲ្យមានប្រព័ន្ធបោះឆ្នោតសកលនៅហុងកុងអនុវត្តចាប់ពីឆ្នាំ2017ទៅប៉ុន្តែចិនប្រហែលមិនអាចអនុញ្ញាតឲ្យមានប្រព័ន្ធបោះឆ្នោតសកលនៅម៉ាកាវដូចហុងកុងទេព្រោះថាដែនដីម៉ាកាវតូចជាងហុងកុងហើយប្រជាជនក៏មានតិចជាងហុងកុងដែរដូច្នេះម៉ាកាវមិនសូវជាសំខាន់ក្នុងក្រសែភ្នែករដ្ឋាភិបាលចិនទេលទ្ធផលបោះឆ្នោតប្រជាមតិនៅម៉ាកាវនឹងចេញផ្សាយនៅថ្ងៃ31សីហាថ្ងៃ31សីហាដែរជាថ្ងៃដែលគណៈកម្មការបោះឆ្នោតតែងតាំងលោក Fernando Tree ឲ្យគ្រប់គ្រងម៉ាកាវលោក Fernando គ្រប់គ្រងម៉ាកាវតាំងពីឆ្នាំ2009ម្លេះលោកជាបេក្ខជនតែមួយគត់ឈរឈ្មោះសម្រាប់អាណត្តិដឹកនាំថ្មីម៉ាកាវជា